Hi everyone, welcome to Western Center for Education, for short VCE. Today, grammar tip is about a common mistake. I am agree. Is that correct? សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Western Center for Education ខ្លីយើងហៅថា VCE ថ្ងៃនេះយើងនឹងដឹងអំពីគន្លឹះងាយៗក្នុងការប្រើប្រាស់វេយ្យាករណ៍ខុសក្នុងភាសាអង់គ្លេស I am agree តើវាត្រឹមត្រូវមែនទេ I am agree is incorrect. The word agree is a verb, not an adjective. We don't need am. The correct sentence is I agree. I am agree មិនត្រឹមត្រូវនោះទេពាក្យ agree គឺជាកិរិយាសព្ទវាមិនមែនជាគុណនាមទេយើងមិនចាំបាច់ប្រើ am នោះទេពាក្យត្រឹមត្រូវគឺ I agree. Let's see some example. I agree with you. We all agree that English is important. តោះយើងមើលឧទាហរណ៍ទាំងអស់គ្នាខ្ញុំយល់ស្របជាមួយនឹងអ្នកពួកយើងទាំងអស់គ្នាយល់ស្របថាភាសាអង់គ្លេសវាមានសារៈសំខាន់ Do you agree? Follow VCE for more fun grammar tip and don't forget to practice every day តើអ្នកយល់ស្របទេសូមតាមដាន Facebook page VCE សម្រាប់គន្លឹះវេយ្យាករណ៍ល្អៗងាយៗហើយសូមកុំភ្លេចអនុវត្តធ្វើវាជារៀងរាល់ថ្ងៃសូមអរគុណ